នៅក្នុងលោកនេះមានតែរឿងជីវិតនេះទេដែលកើតមានឡើងគ្មានទីបញ្ចប់ហើយក៏គ្មានព្រំដែនដែរប្រសិនបើយើងមិនបានសិក្សាឲ្យបានស៊ីជម្រៅនោះទេតែបើសិក្សាឲ្យយល់ថាតើអ្វីទៅជាជីវិតយើងអាចនិយាយបានថាជីវិតគឺជាការរស់នៅតើការរស់នៅនៃជីវិតត្រូវជួបប្រសពនៅអ្វីខ្លះនេះគឺជាសំណួរដែលយើងត្រូវសួរចំពោះខ្លួនឯងរឿងជីវិតក្នុងលោកនេះមានកើតចាស់ឈឺស្លាប់នេះគឺជាច្បាប់នៃជីវិតក្នុងវដ្តដាក់សង្សារចុងក្រោយនៃជីវិតគឺសេចក្តីស្លាប់យើងគ្រប់គ្នាក៏ដឹងដែរថានឹងត្រូវតែស្លាប់គ្រប់គ្នាតែមុននឹងស្លាប់ជីវិតនេះត្រូវជួបរឿងរ៉ាវជាច្រើនដែលពោរពេញទៅដោយភាពធុញទ្រាន់ពោលគឺសេចក្តីទុក្ខមានជីវិតគឺមានទុក្ខពេលខ្លះយើងធុញទ្រាន់នឹងជីវិតក៏ប្រើវិធីដោះស្រាយដោយការសម្លាប់ខ្លួនឯងហើយយល់ថានេះគឺជាការបញ្ចប់បញ្ហាតែសេចក្តីពិតនៃបញ្ហាមិនមែនប្រើវិធីដោយការសម្លាប់ខ្លួនឯងហើយអស់បញ្ហានោះទេត្រូវចាំថានៅពេលជីវិតមានបញ្ហាគេមិនមែនប្រើទោសៈដើម្បីដោះស្រាយវិបត្តិដោយការសម្លាប់ខ្លួនឯងនោះទេព្រោះថាការសម្លាប់ខ្លួនឯងគឺជាអវិជ្ជាគឺការមិនដឹងថាត្រូវប្រើជីវិតនេះយ៉ាងដូចម្តេចអវិជ្ជាបច្ចយាសង្ខារាសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាគឺសេចក្តីល្ងងចំពោះជនអ្នកមានបញ្ញាពេលណាមានបញ្ហាកើតឡើងក៏រមែងយកបញ្ញានេះទៅដោះស្រាយជីវិតតាមបែបជនអ្នកមានបញ្ញាបណ្ឌិតលោកពោលថាជីវិតដែលរស់នៅដោយបញ្ញាជាជីវិតដែលល្អប្រសើរក្រៃលែងបើរស់នៅគ្មានបញ្ញាគ្មានការយល់ដឹងអំពីជីវិតនេះទេលោកពោលថាជីវិតគ្មានខ្លឹមសាររស់នៅចង្អៀតលោកជីវិតរស់នៅត្រូវមានគោលដៅប្រៀបបាននឹងការធ្វើដំណើរដែលគ្មានទិសដៅមិនដឹងថាត្រូវធ្វើដំណើរទៅកាន់ទីណាមនុស្សគ្រប់រូបតែងប្រាថ្នាចង់បានសេចក្តីសុខចំពោះខ្លួនបើប្រាថ្នាចង់បានសេចក្តីសុខទិសដៅរបស់មនុស្សត្រូវតែធ្វើសេចក្តីល្អរៀនរស់នៅជាមួយរឿងរ៉ាវនៃជីវិតហើយក៏រៀនធ្វើល្អដើម្បីទិសដៅជីវិតផងដែរ